បាទស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់part 2នេះយើងធ្វើការ input value ជាមួយនឹង output value មកវិញបាទជាដំបូងយើងតង់ variable television ដំបូងយើងចង់ input ឈ្មោះជាមួយនឹងអាយុអញ្ចឹងយើងឈ្មោះយើងប្រើ string name ហើយសម្រាប់អាយុវិញយើងប្រើ int integer x ជាដំបូងយើងធ្វើវាមានសកម្មភាពល្អយើង add វាសិនមកដាក់បន្ទាត់នេះមួយអានេះចុះចុះបន្ទាត់យើងធ្វើការ input តម្លៃចុះយើងធ្វើការenter name cin nameនេះគឺយើង input អាយុ x យើងតាមឲ្យត្រូវនេះมันវាមិនដំណើរការយើងតាមប៉ុណ្ណឹងហើយយើងធ្វើការនេះដល់កន្លែង output គឺចេញតម្លៃវិញហើយយើង cin out យក name យើងប្រើសញ្ញានេះដាក់ថាដែលយើងបាន input វា add មួយទៀតយក x ហើយដាក់ជា នេះធ្វើការបិទមកវិញមកនេះមកហើយធ្វើការរ៉ាំវាដាក់ឈ្មោះយើងនេះគឺជាតម្លៃដែលបាន input ចេញមកនេះគឺជាបញ្ចូលតម្លៃនិងបញ្ចេញតម្លៃនៅក្នុង C++ មានតែប៉ុណ្្នឹងបាទ